បងប្អូនឥឡូវចាជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះបងប្អូនគឺខ្ញុំតនេឥឡូវនេះចាមកធ្វើខ្ចប់គៀវចាបំពងញ៉ាំណាបងប្អូនហើយគ្រឿងផ្សំរបស់យើងគឺខ្ញុំបានរៀបចំរួចរាល់ហើយបងប្អូនគឺបន្លែរបស់យើងដូចបងប្អូនបានឃើញអញ្ចឹងចាអញ្ចឹងគ្រឿងផ្សំរបស់យើងគឺមានសាច់ជ្រូកចិញ្ច្រាំចាជាមួយនឹងស្ពៃក្តោបស្វាយបងប្អូនចូលចិត្តដាក់ក៏បានអត់ក៏បានដែរហើយនេះគឺការ៉ុតបងប្អូនការ៉ុតជាមួយនឹងខ្ទឹមបារាំងចាប៉ែកគក់ត្រាវហើយនឹងខ្ទឹមសជាមួយនឹងស្លឹកខ្ទឹមហើយនេះគឺជាសម្បកគៀវណាបងប្អូនចាហើយបើមានខ្ទឹមក្រហមបងប្អូនអាចបន្ថែមបានតែថ្ងៃនេះតែខ្ញុំទិញអត់បានហើយខ្ញុំថ្ងៃហើយខ្ញុំអត់បានទៅទិញទេបងប្អូនចាអញ្ចឹងមុននឹងធ្វើជាគ្រឿងផ្សំដូចជាឆាស្នូលហ្នឹងគឺយើងយកទៅឆាបន្តិចសិនណាបងប្អូនដើម្បីឲ្យសាច់ជ្រូករបស់យើងវាឆ្អិនងាយស្រួលបំពងចាព្រោះបើយើងបំពងក៏វាប្រើពេលខ្លីដែរខ្លាចសាច់ជ្រូកយើងអត់ឆ្អិនល្អអញ្ចឹងណាចាអញ្ចឹងចង់ដឹងវិធីធ្វើស្នូលគៀវយ៉ាងម៉េចតោះទៅទស្សនាវីដេអូនេះទាំងអស់គ្នាចាបងប្អូនឥឡូវខ្ទះក្តៅហើយខ្ញុំដាក់ចាប្រេងឆាបន្តិចណាចាឥឡូវខ្លាញ់ក្តៅហើយខ្ញុំដាក់ខ្ទឹមសបំពងតែម្ដងចាអញ្ចឹងខ្ញុំបំពងនេះគឺអត់បំពងតតែឡើងកពងកាឡាអីគឺក្បោសបល់កាឡាទេបងប្អូនយើងកូរតែមួយឈ្ងុយល្មមដាក់សាច់តែម្ដងបងប្អូនចាឥឡូវខ្ញុំដាក់សាច់ទេចាបងប្អូនខ្ញុំឆាសាច់វាឲ្យស្ងួតក៏ដូចជាឆ្អិនល្អតិចសិនណាបងប្អូននេះគឺម្រេចណាដាក់ម្រេចមកល្មមចូលចាត់ទៅនេះទឹកប្រៃបងប្អូនអញ្ចឹងយើងកុំដាក់ប្រៃពេកព្រោះអីស្នូលរបស់យើងវាត្រូវការឡំទេព្រោះវារបស់ញ៉ាំលេងអញ្ចឹងណាចេងចានេះស្ករសបងប្អូនចាយើងដាក់ប្រេងខ្យងបន្តិចបងប្អូនចាឥឡូវយើងចាប់ផ្ដើមដាក់បន្លែរបស់យើងណាបងប្អូននេះត្រាវពួក
ចាបងប្អូនឥឡូវហ្នឹងស្នូលរបស់យើងហ្នឹងគឺខ្ញុំច្បល់វាឲ្យចូលគ្រឿងល្អហើយឲ្យវាស្ងួតទឹកបន្តិចគឺជាការស្រេចតែយើងមិនធ្វើឆ្អិនពេកទេព្រោះយើងត្រូវការពងមានសាទៀតអញ្ចឹងណាបងប្អូនចាឥឡូវខ្ញុំកូរតិចទៀតគឺដាក់លឹកខ្ទឹមគឺរួចរាល់តែម្ដងចាបងប្អូនឥឡូវស្នូលយើងឆ្អិនល្មមហើយខ្ញុំចាប់ផ្ដើមរោយលឹកខ្ទឹមចុងក្រោយទេដើម្បីស្នូលយើងវាឈ្ងុយចាតែយើងអាចបិទភ្លើងបានហើយបងប្អូនព្រោះអីស្នូលយើងអាចយកបានហើយអញ្ចឹងរួចរាល់ហើយបងប្អូនអាចភ្លើងបានតែម្ដងតែបោយ៉ាងលោកពុកបែងមកមិនណាតតបប៉ុណ្ណាបងប្អូនវិចតាមបច្ចេកទេសណាបងប្អូនចេះមិនធ្វើបែបហ្នឹងទៅលឿនចេះក៏ស្អាតដែរណែពីគោះកងទៀននេះអូមិនដែរធ្វើទេចាបងប្អូននៅគៀវរបស់យើងគឺខ្ញុំបានខ្ចប់រួចរាល់ហើយបងប្អូនចឹងគៀវមកកញ្ចប់គឺយើងបានចំនួននំប៉ុណ្ណេះណាបងប្អូនចាឥឡូវយើងចាប់ផ្ដើមយកទៅបំពងចាអញ្ចឹងខ្ញុំខ្ចប់គៀវតាមបច្ចេកទេសខ្លួនឯងណាបងប្អូនចឹងបងប្អូនពេលខ្ចប់អីធ្វើបែបណាងាយស្រួលហើយជាប់ល្អបងប្អូនធ្វើតាមនឹងទៅតើអញ្ចឹងយើងយកគៀវរបស់យើងទៅបំពងណាចាឥឡូវខ្ទះយើងក្តៅយើងចាប់ផ្ដើមចាក់ចាប្រេងឆាយើងចូលតែម្ដងចាយើងចាក់មកល្មមដែលអាចបំពងគៀវយើងលិចទេបងប្អូនចាបងប្អូនឥឡូវខ្ញុំប្រើភ្លើងតិចវិញណាពេលពុះហើយយើងដាក់គៀវយើងបំពងណាដើម្បីឲ្យវាបានឆ្អិនសព្វល្អយើងកុំប្រើភ្លើងខ្លាំងយើងងាយខ្លោចអញ្ចឹងណាបងប្អូនចាបងប្អូនឥឡូវយើងប្រែវាបន្តិចទៅដើម្បីឲ្យវាឆ្អិនសព្វល្អចាហើយវាមានវាបែបនេះអីវាស្រួយល្អមែនតើបងប្អូនវាឆ្អិនណា
ចាបងប្អូនឥឡូវនេះគៀវចាគៀវបំពងរបស់យើងគឺចាឆ្អិនរួចរាល់បងប្អូនពណ៌សម្បុរអីគឺស្អាតមែនតើហើយរសជាតិណាបងប្អូនគឺស្រួយខាងក្រៅហើយផ្អែមឆ្ងាញ់ពីខាងក្នុងដោយសារបន្លែនិងសាច់ជ្រូករបស់យើងអញ្ចឹងណាបងប្អូនចាអញ្ចឹងសម្រាប់វីដេអូបំពងគៀវរបស់យើងខ្ញុំគឺមានតែប៉ុណ្ណេះទេបងប្អូនមិនមានការខុសឆ្គងអីក៏សូមអធិស្ឋានខន្តីអធិស្ឋានផងដែរបើមិនជាមានការ comment នៅក្នុងន័យស្ថាបនាអីបងប្អូនអាចធ្វើការ comment ខាងក្រោមចានាងខ្ញុំនឹងធ្វើការកែប្រែនៅវីដេអូក្រោយៗទៀតចឹងណាបងប្អូនចាអញ្ចឹងអរគុណច្រើនមែនតើសម្រាប់ការទស្សនាវីដេអូនេះក៏ដូចជាវីដេអូផ្សេងៗពី Channel YouTube នាងខ្ញុំអញ្ចឹងចាំជួបគ្នាជាមួយនៅคลิปវីដេអូក្រោយៗរបស់នាងខ្ញុំបន្តទៀតអរគុណច្រើនបងប្អូនជម្រាបលា